អាគប់កាចាស់ហ្នឹងបងបាទទីសើសាយអញ្ចឹងយើងមានម្ហូបអីនៅក្រោយដាក់ទៅមើលជាមួយទៅសែយ៉ាងអីចឹងហ្នឹងហើយខ្ញុំជីកាត់ស្រែហ្នឹងជីកាត់វាលហ្នឹងបាទវាលហ្នឹងសូមបញ្ជាក់ជូននៅពេលដែលយើងជីកាត់ទៅគឺសិតតាស័យអាស័យក្រាស់ហ្មងដូចព្រៃគេហៅថាព្រៃអាស័យអញ្ចឹងណាបាទហើយនៅព្រៃអាស័យហ្នឹងជាហៀងហ្នឹងសិតតាភ្នោហ្នឹងមិនមែនអត់មានភ្នោរបៀបចិនឬក៏ម៉ុងអីទេគឺភ្នោរបៀបគេកប់ចោលបាទហើយមានភ្នោខ្លះទៅអាមកឈូសហ្នឹងវាផុសលើដីឡើងលើដីហ្មងបាទដូចរបៀបថាពេលភ្លៀងពេលអីចឹងណាបងទៅវាផុសចេញមកអញ្ចឹងឃើញស្រស់ចឹងហ្មងបាទខ្ញុំជីកាត់ហ្នឹងម៉ោងប្រហែលជាមួយថ្ងៃបងជីកាត់ហ្នឹងខ្ញុំមានអារម្មណ៍ថាគាត់ថាចូលទឹកដីនឹងភ្លាមគឺត្រជាក់ស្រេបតែហ្មងត្រជាក់ហ្មងព្រឺអស់ហើយម៉ូតូបាយដឹងហើយអាគប់វាមិនមែនលឿនណាជីមួកថហ្នឹងបាទអូខេជីស្រាប់តែបានប្រហែលជា10ម៉ែត្រដូចខ្យល់អីមួយប៉ះស្មាខ្ញុំរបៀបវូពីក្រោយទៅវូហើយធម្មតានៅពេលដែលយើងគេប៉ះឬក៏រឿងអីវូយើងមិនងាកមើលបាទខ្ញុំងាកមើលខ្ញុំស្រាប់តែឃើញបរិសម្នាក់ហ្នឹងអង្គុយឆ្កាស់ដីកន្លែងកោកខ្មោចនៅម្នាក់ឯងឃើញអញ្ចឹងទៀតខ្ញុំក៏អត់ហ៊ានហៅទេអត់ហ៊ានហៅខ្ញុំជិះទៅអញ្ចឹងម៉ូតូបងអើយកុងទ័រមិនបាន10ហ្នឹងគឺដូចយើងជិះកង់អញ្ចឹងម៉ូតូបាទជិះទៅបានប្រហែលជា5ម៉ែត្រស្រាប់តែឃើញមនុស្សស្រីហ្នឹងខ្ញុំទៅមនុស្សស្រីហ្នឹងគាត់ពោពោះឲ្យបែរខ្នងដាក់ខ្ញុំគាត់បែរខ្នងមកផ្លូវឥឡូវខ្ញុំឲ្យសម័យអត់ទេបែរខ្នងទៅខាងស្ដាំដៃអាប៉ែមួយក្រោយហ្នឹងដែលខ្ញុំឃើញគឺនៅស្ដាំដៃដូចគ្នាហើយនារីម្នាក់ហ្នឹងបែរខ្នងគឺនៅស្ដាំដៃគាត់នៅឆ្ងាយពីខ្ញុំអញ្ចឹងណាបាទតែខ្ញុំឃើញសភាពគាត់ហ្នឹងអ្នកទាំងអស់គ្នាដែលមើលរឿងខ្មោចនាងភូមិរីពាក់សហើយមានត្រីពោះអីហ្នឹងណាអូយដូចគ្នាតែហ្មងដូចគ្នាគាត់ថាគាត់អត់នៅក្នុងនោះវាមានឈាមអីទេគាត់ថាបែរខ្នងដាក់ខ្ញុំមិនសក់វែងធំចកេះបែរខ្នងដាក់ខ្ញុំអញ្ចឹងខ្ញុំឃើញអញ្ចឹងខ្ញុំកាន់តែគិតថាភ័យទៀតព្រោះយើងនៅក្មេងប្រហែលជា10ឆ្នាំហ៎បង10ឆ្នាំខ្ញុំភ័យមែនតើខ្ញុំភ័យខ្ញុំពេលហ្នឹងអូអារម្មណ៍វាចង់តែមូលបដាម៉ូតូរត់តែហ្មងតែយើងគិតថាអីនៅចិត្តហ្នឹងវត្តដែរបាទខ្ញុំគិតថាវត្តដែរបាទជិះហួសហ្នឹងសូមបញ្ជាក់ជូនតិចវាលកប់ខ្មោចហ្នឹងគឺតកតុយកប់ខ្មោចរហូតហ្មងប្រហែលចូលចិត្ត200-300ម៉ែត្របាទសិតកន្លែងហ្នឹងសិតតែកប់វាទៅខ្មោចងាប់នៅហ្នឹងច្រើនសិតតែភ្នោបាទខ្ញុំជិះទៅហួសតែហ្នឹងមកសន្ទុះធំស្រាប់តែឃើញ